ដឹងពីប្រាក់រង្វាន់ FIFA Club World Cup 2025ហើយគឺថាញាក់សាច់តែម្ដងជំរាបសួរខ្ញុំកូនរ៉ានីជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីចានៅថ្ងៃនេះសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានបង្ហាញពីទំហំទឹកប្រាក់រង្វាន់ជើងឯក FIFA Club World Cup 2025ដោយពេលដែលដឹងហើយគឺថាចំហមាត់តែម្ដងព្រោះថាវាច្រើនមិនធ្លាប់មាននោះទេជើងឯក FIFA Club World Cup នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ$125 លានអាមេរិកចំណែកឯទឹកប្រាក់ចំណាយសរុបសម្រាប់ការប្រកួត FIFA Club World Cup នៅក្នុងឆ្នាំ2025នេះគឺមានរហូតដល់ទៅជាង$1000 លានអាមេរិកទឹកប្រាក់នេះបើធៀបទៅនឹង FIFA Club World Cup ពីលើកមុនគឺថាខុសគ្នាច្រើនមែនទែនដោយការពីលើកមុននោះគឺជើងឯកទទួលបានចន្លោះពី5លានទៅ$10 លានអាមេរិកតែប៉ុណ្ណោះហើយប្រាក់រង្វាន់នេះក៏ច្រើនជាង UEFA Champions League 2025នេះដែរព្រោះថា Champions League 2025នេះជើងឯកទទួលបានតែជាង$27 លានអាមេរិកតែប៉ុណ្ណោះសូមបញ្ជាក់ផងដែរថា FIFA Club World Cup លើកទី21នៅក្នុងឆ្នាំ2025នេះនឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី14ខែមិថុនាដល់ថ្ងៃទី13ខែកក្កដានៅក្នុងឆ្នាំ2025នេះលើទឹកដីសហរដ្ឋអាមេរិកដោយនេះគឺជាលើកដំបូងដែល FIFA Club World Cup បានពង្រីកឲ្យមាន32ក្លឹបបាល់ទាត់មកពី6ទ្វីបនៅជុំវិញពិភពលោកចូលរួមប្រកួតប្រជែង Manchester City ពីក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេសគឺជាក្រុមការពារតំណែងជើងឯកនៅក្នុងឆ្នាំនេះព្រោះថាគេគឺជាជើងឯកកាលពីឆ្នាំ2023នៅលើទឹកដីអារ៉ាប៊ីសាអូឌីតចំណែកក្លឹបបាល់ទាត់ដែលមានប្រវត្តិឈ្នះជើងឯក FIFA Club World Cup ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ20លើកកន្លងមកនេះគឺ Real Madrid ដែលមានរហូតដល់ទៅ5ដងខណៈដែល Barcelona មកពី La Liga អេស្ប៉ាញដូចគ្នានោះគឺឈ្នះបានចំនួន3ដងអញ្ចឹងមានន័យថា FIFA Club World Cup 2025នេះក្លឹបបាល់ទាត់ណាដែលបានឈ្នះខ្លាចជាជើងឯកគឺថាគ្រប់ទឹកជាមួយនឹងទឹកប្រាក់រង្វាន់តែម្ដងអរគុណច្រើនយើងនឹងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា